វិជាស្ថានគេរុកសលបាត់ដំបងបានសហការជាមួយនឹងអង្គការវេទិកាសេវាសន្តិភាពស៊ីវិលព្រមទាំងដៃគូអភិវឌ្ឍជាតិអន្តរជាតិជាច្រើនរៀបចំនៅសន្និសីទអន្តរជាតិលើកទី1ស្ដីអំពីគ្រូបង្រៀនសតវត្សទី21ក្រោមប្រធានបទការស្រាវជ្រាវទៅនវានុវត្តន៍មាគ៌ាឆ្ពោះទៅការអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាពនៅកម្ពុជាថ្លែងនៅក្នុងពិធីបើកសន្និសីទនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅវិទ្យាស្ថានគេរុកសលបាត់ដំបងឯកឧត្តមបណ្ឌិតជារដ្ឋានាយកវិទ្យាស្ថានគេរុកសលបាត់ដំបងបានគូបញ្ជាក់ថាសន្និសីទអន្តរជាតិលើកទី1នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្ដល់ឱកាសឲ្យលោកគ្រូអ្នកស្រាវជ្រាវនិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមចំណែកចែករំលែកនៅបទពិសោធន៍នានាទាក់ទងទៅនឹងការអប់រំការស្រាវជ្រាវក៏ដូចជានវានុវត្តន៍ផ្សេងទៀតដល់សិស្សនិស្សិតគ្រូកសលលោកគ្រូអ្នកស្រាវជ្រាវអ្នកបង្កើតគោលនយោបាយនៅទូទាំងប្រទេសកម្ពុជាដើម្បីក្លាយខ្លួនទៅជាគ្រូបង្រៀនប្រកបដោយចំណេះដឹងគុណភាពនិងនវានុវត្តន៍ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 ឯកឧត្តមបណ្ឌិតជារដ្ឋាបានសង្កត់ធ្ងន់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងជាតួអង្គដ៏សំខាន់ជាកម្លាំងចលករដ៏ចាំបាច់នៅក្នុងការកសាងមូលធនមនុស្សដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ឯកឧត្តមបានថ្លែងបន្ថែមទៀតថាវិទ្យាស្ថានគរុកសលបាត់ដំបងបដិញ្ញាចិត្តនៅក្នុងការយកចិត្តទុកដាក់និងថែរក្សាសុខុមាលភាពរបស់គរុនិស្សិតដើម្បីក្លាយទៅជាធនធានមនុស្សប្រកបដោយគុណសម្បត្តិគ្រប់គ្រាន់នៅក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយើងនឹងដោះស្រាយនៅតម្រូវការដ៏ចាំបាច់នៃសុខុមាលភាពបរិយាបន្ននិងការពង្រឹងភាពធន់នៅក្នុងកម្មវិធីអប់រំបង្រៀនដោយធានាថាទាំងគ្រូបង្រៀននិងគរុនិស្សិតរបស់យើងសិក្សាដោយមានការគ្រប់គ្រងប្រកបដោយសមត្ថភាពជាមួយនឹងបរិយាកាសសិក្សាល្អសូមជម្រាបជូនថាប្រធានបទនៃសន្និសីទអន្តរជាតិលើកទី1គឺជាការស្រាវជ្រាវទៅនវានុវត្តន៍មាគ៌ាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាពនៅកម្ពុជាចែកចេញប្រធានបទរងចំនួន6រួមមានកំណែទម្រង់ការអប់រំគ្រូបង្រៀនផ្អែកលើភស្តុតាងការរួមបញ្ចូលបច្ចេកវិទ្យាអប់រំនិងបញ្ញាសិប្បនិម្មិត AI នៅក្នុងការអប់រំគ្រូបង្រៀននវានុវត្តន៍វិធីសាស្ត្របង្រៀនថ្មីសម្រាប់ថ្នាក់រៀនសតវត្សទី21ការផ្លាស់ប្ដូរនៃការបង្រៀននិងការរៀនតាមរយៈការស្រាវជ្រាវនិងនវានុវត្តន៍ការប្រើប្រាស់កញ្ចប់កណ្ដិតដំបូងនិងអំណាចដំបូងនិងការគិតឡើងវិញអំពីសុខុមាលភាពបរិយាបន្ននិងការកសាងភាពធន់នៅក្នុងវិស័យអប់រំ